ពុកម៉ែមានគុណដ៏សែនធំធេងលោកតែងតែបីបាច់ថែរក្សាកូនអងឯលួងលំលោកតែងនៅក្បែរការពារមិនឲ្យរូបកូនជួបក្ដៅនឹងរងាពុកម៉ែខំប្រឹងចេញទៅធ្វើការសម្រាប់សោះឡើយព្រោះតែរូបកូនមិនខ្លាចនឿយហត់ទួរស់ក្នុងខ្ទមធ្វើការបានសពទុកផងក៏ពុកម៉ែមិនតែទ្រាំពេលវេលាដែលពុកម៉ែមិនធ្វើការនាំរូបកូនសិក្សាពីពេលប្រលប់ជួយពន្យល់មេរៀនដែលកូនមិនយល់បង្ហាញផ្លូវឲ្យកូនយល់ពីអត្ថន័យពុកម៉ែប្រាប់កូនឲ្យខំសិក្សាគាត់ប្រាប់ថាវិជ្ជាជាទ្រព្យថ្លាថ្លៃមិនអាចលួចយកមិនអាចកាត់ថ្លៃឲ្យកូនខំរៀនរាល់ថ្ងៃជីវិតនឹងបានរុងរឿងពេលវេលាដែលពុកម៉ែបានធ្វើការនាំរូបកូនសិក្សាពីពេលប្រលប់ជួយពន្យល់មេរៀនដែលកូនមិនយល់បង្ហាញផ្លូវឲ្យកូនយល់ពីអត្ថន័យពុកម៉ែប្រាប់កូនឲ្យខំសិក្សាគាត់ប្រាប់ថាវិជ្ជាជាទ្រព្យថ្លាថ្លៃមិនអាចយួចយកមិនអាចកាត់ថ្លៃឲ្យកូនខំរៀនរាល់ថ្ងៃជីវិតនឹងបានរុង